កម្ពុជាសម្ដែងការសោកស្ដាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃដល់គោលការណ៍អនុសញ្ញាអូតាវ៉ានិងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញាឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចអនុប្រធានទី1អាញាធរមីនបានសម្ដែងនូវការសោកស្ដាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃដល់គោលការណ៍អនុសញ្ញាអូតាវ៉ានិងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញាការថ្លែងបញ្ជាក់បែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចក្នុងឱកាសកម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្ដីទីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីនកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2025នៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងសន្ទរកថាបើកនៃកិច្ចពិភាក្សាឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចបានលើកឡើងថាតាមរយៈកិច្ចសហប្រតិបត្តិការនិងការចូលរួមគាំទ្រពីប្រទេសជាមិត្តដៃគូអភិវឌ្ឍនិងសហគមន៍អន្តរជាតិកម្ពុជាបានប្រែខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីននិងសំណល់ជាផ្ទុះពីសង្គ្រាមទៅជាប្រទេសឈានមុខក្នុងសកម្មភាពមីននិងក្លាយជាដៃគូសំខាន់ក្នុងការគាំទ្រដល់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីននិងសំណល់ជាផ្ទុះពីសង្គ្រាមកិច្ចខិតខំប្រឹងប្រែងនឹងការចូលរួមគាំទ្រដែលកម្ពុជាផ្ដល់ទៅកាន់ប្រទេសរងគ្រោះដទៃគឺដោយសារកម្ពុជាយល់ច្បាស់អំពីទុក្ខលំបាកដែលបង្កដោយមីននិងសំណល់ជាផ្ទុះពីសង្គ្រាមហើយកម្ពុជាជឿជាក់ថាមានតែកិច្ចសហប្រតិបត្តិការនិងការខិតខំប្រឹងប្រែងរួមគ្នាទេដែលអាចធ្វើឲ្យយើងសម្រេចបានគោលដៅមនុស្សធម៌របស់អនុសញ្ញាអូតាវ៉ាជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រីលីថុចក៏បានលើកឡើងអំពីស្ថានភាពនៅតាមតំបន់ព្រំដែននិងបានបង្ហាញពីចេតនារបស់ថៃដែលបានប្រើប្រាស់ឧបតិហេតុផ្ទុះមីនដោយចោទប្រកាន់មកលើកម្ពុជាគ្មានមូលដ្ឋានគ្មានការពិតនិងគ្មានការស៊ើបអង្កេតច្បាស់លាស់ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជាដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែនឯកឧត្តមបញ្ជាក់ពីជំហររបស់កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់កិច្ចសហការនិងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានិងធានាបានសន្តិភាពស្ថិរភាពនិងសុខសុវត្ថិភាពរបស់ប្រជាជនកិច្ចពិភាក្សានៃព្រឹត្តិការណ៍អមបានផ្ដោតសំខាន់លើទូនីតិសំខាន់នៃការអភិវឌ្ឍសមត្ថភាពដើម្បីលើកកម្ពស់ការអនុវត្តមាត្រា5នៃអនុសញ្ញាអូតាវ៉ាអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានប្រសិទ្ធភាពខ្ពស់និងការជំរុញដល់ការបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដើម្បីរួមគ្នាសម្រេចបានគោលដៅពិភពលោកមួយដែលគ្មានមីនកិច្ចពិភាក្សានេះមានការចូលរួមវាគ្មិនពីអង្គការស្ថាប័នអន្តរជាតិសំខាន់ៗនិងរដ្ឋភាគីអនុសញ្ញាអូតាវ៉ារួមមានអង្គការជំនួយនៃប្រជាពលរដ្ឋ Northwest NPA មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CIMAC មជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោះសម្អាតមីនមនុស្សធម៌ GICAD អាជ្ញាធរជាតិសកម្មភាពមីនកូឡុំប៊ីអង្គភាពគ្រប់គ្រងសពាវុធប្រទេសជប៉ុននិងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ARMAC